បងប្អូនដែលចង់ចេះធ្វើថូស្អាតបែបនេះខ្ជិលបែបនេះអាចមើលវីដេអូនេះបានណានេះយើងចាប់ដើមធានតឡើងហើយយើងតឡើងបានខ្លះមួយចំនួនហើយឥឡូវនេះយើងចាប់ដើមតឡើងពណ៌ទឹកសមុទ្រដែលភ្ញៀវគាត់កំងភ្ញៀវគាត់កំង5ពណ៌ផ្សេងគ្នាហើយឥឡូវនេះយើងចាប់ដើមបត់កម្មញ្ញទៅក្នុងកំប៉ុងហ្នឹងហើយដើម្បីឲ្យវាមូលស្អាតល្អគឺខ្ញុំយកស្នោប្រភេទស្នោជ័រទន្ទន់ហ្នឹងញ៉ាប់យើងដាក់ដោតផ្កាដោតអីហ្នឹងគឺយើងយកមកកាត់ដាក់រុំជាមួយនឹងកំប៉ុងរបស់យើងចាដល់ពេលយើងរុំហើយវាប៉ោងស្អាតនេះដូចក្នុងរូបនេះអញ្ចឹងវីដេអូនេះអញ្ចឹងឥឡូវយើងធ្វើបានមួយហើយពណ៌ទឹកសមុទ្រខ្ជិលខ្លាំងមែនតែនហើយវាប៉ោងក៏ថាស្អាតខ្លាំងមែនតែនកំប៉ុងដល់ពេលយើងដាក់ភ្នែកដាក់អីទៅវាកាន់តែស្អាតថែមសម្រស់អញ្ចឹងណានេះបងប្អូនមើលទាំងអស់គ្នាអាចមើលបាននេះយើងកំពុងតែតឡើងបានមួយម្ដងដល់ពេលចុងក្រោយយើងតឡើងបញ្ចប់នេះឥឡូវហ្នឹងយើងចាប់ដើមតឡើងពណ៌ទឹកសមុទ្រដែលភ្ញៀវគាត់កំងពណ៌ផ្សេងខ្ញុំតឡើងឲ្យអស់ហើយនៅតែពណ៌ទឹកសមុទ្រនៅនឹងពណ៌សឥឡូវហ្នឹងយើងចាប់ដើមរុំវាណាយើងកាត់យើងយកកម្មញ្ញមករុំវាមូជាមួយនឹងអាដែកវាទៅអញ្ចឹងយើងទាញពលាមកល្មមដែលត្រូវជាមួយនឹងមាត់ថោរបស់យើងធ្វើបែបហ្នឹងដាក់ពណ៌ហ្នឹងដូចគ្នាអញ្ចឹងទៅវាឃើញស្អាតខ្លាំងមែនតើអញ្ចឹងយើងចាប់ដើមបិទទៅដល់ពេលយើងបិទរួចរាល់ហើយចាំយើងដាក់ភ្នែកដាក់អីអញ្ចឹងណានិយាយទៅស្អីតែភ្ញៀវកំងបើសិនជាភ្ញៀវកំងបែបម៉ូតម៉េចគឺខ្ញុំធ្វើជួនតាមបែបតាមដែលភ្ញៀវកំងហើយភ្ញៀវកំងពណ៌អីយើងធ្វើពណ៌នឹងជួនអញ្ចឹងបងប្អូនចង់បានថោដែលយកទៅបោះដុំលក់រាយឬក៏យកទៅដាក់ផ្កាអីហ្នឹងអាចកំងបានណានិយាយតែខ្ញុំធ្វើទាំងផ្កាលក់ធ្វើទាំងថោបោះដុំនិយាយទៅស្អីក៏ធ្វើបោះដុំលក់រាយដែរមិនថាផ្កាមិនថាថោផ្កាឬក៏អ្វីផ្សេងទេឥឡូវយើងបិទបានជាន់ខាងលើហើយយើងបិទខាងក្រោមមួយទៀតនិយាយទៅធ្វើម៉ូតនេះគឺស្អាតខ្លាំងអញ្ចឹងបងប្អូនអាចមើលពីរបៀបធ្វើបានណាខ្ញុំធ្វើវីដេអូនេះខ្ញុំអត់សូវដាក់ speed លឿនប៉ុន្មានទេខ្ញុំធ្វើមួយដើម្បីឲ្យបងប្អូនទៅចាប់បានអញ្ចឹងបងប្អូនចេះតែធ្វើថូមួយម៉ូតនឹងហើយគឺចេះធ្វើមកផ្សេងហើយមិនថាម៉ូតវែងម៉ូតខ្លីឬក៏ម៉ូតប៉ោងឬក៏មិនប៉ោងអីគឺអាចធ្វើបានហើយសំខាន់កំប៉ុងគឺបងប្អូនទិញមានខាងក្រោមហ្នឹងវាផតបន្តិចអញ្ចឹងដើម្បីយើងធ្ពក់វាឲ្យជាប់ហើយបងប្អូនបើភ័យខ្លាចរបូតទេទី1យើងធ្ពក់ហើយដល់ពេលយើងមួយទៀតយើងនេះយើងបិទរុំវាជានេះរុំវាជានឹងហើយគឺអត់របូតទេបងប្អូនហើយអាហារក្រោមនោះគឺយើងបិទវាពីក្រោមមួយទៀតដើម្បីកុំឲ្យឃើញកំប៉ុងណាអញ្ចឹងឥឡូវយើងរួចរាល់ហើយនេះនិយាយទៅថាស្រស់ស្អាតខ្លាំងមែនតើឥឡូវយើងចាប់ដើមដាក់ភ្នែកណាភ្នែកយើងហ្នឹងយើងទិញភ្នែកជ័រទូចខ្មៅហ្នឹងយើងយកមកដាក់ភ្នែកធ្វើម៉េចនិយាយទៅគ្រឿងដេក័រគ្រឿងអីហ្នឹងគឺខ្ញុំមានសពគ្រប់ទាំងអស់ហ្មងដោយសារខ្ញុំកំងមកខ្លួនឯងពីចិនមកអញ្ចឹងអីវ៉ាន់ទាំងអស់គឺភាគច្រើនភ្ញៀវកំងអីខ្ញុំមានភាគច្រើនគឺខ្ញុំមានប៉ុន្តែបើសិនជាអត់មានក៏ខ្ញុំកំងឆែកកំងឲ្យភ្ញៀវដែរធ្វើម៉េចធ្វើឲ្យភ្ញៀវឲ្យបានអញ្ចឹងណាអញ្ចឹងបងប្អូនអាចមើលបានគាត់ដាក់ភ្នែកហើយដាក់ color ថ្ពណ៌ជាធម្មតាគេផាត់ color ថ្ពណ៌តែខ្ញុំអត់ផាត់ color ថ្ពណ៌ទេខ្ញុំយកកម្មញ្ញហ្នឹងខ្ញុំមកធ្វើដូច color ថ្ពណ៌អញ្ចឹងវាបន្ថែមម៉ូតស្អាតបន្ថែមមកតង់ទៀតអញ្ចឹងណាចឹងបងប្អូនអាចមើលបាននិយាយទៅម៉ូតកម្មញ្ញផ្កាកម្មញ្ញថោកម្មញ្ញហ្នឹងយើងចង់ច្នៃមិនក៏បានដែរបងប្អូនស្អាតខ្លាំងមែនតែនម៉ូតយើងអាចច្នៃបានច្រើនម៉ូតអញ្ចឹងណាឥឡូវហ្នឹងយើងចាប់ដើមដាក់មាត់ម្ដងយើងច្នៃដាក់អញ្ចឹងទៅហើយយើងដាក់មាត់អញ្ចេះទៅនិយាយទៅខ្ជូតមើលឃើញខ្ជូតខ្លាំងមែនតែនបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនចង់ចេះធ្វើថោហ្នឹងមើលទៅវីដេអូហ្នឹងគឺចេះធ្វើថោហ្នឹងហើយអញ្ចឹងបងប្អូនចង់ធ្វើខ្លួនឯងក៏បានចង់កំងខ្ញុំក៏បានដែរហើយលេពណ៌សខ្ញុំបានតឡើងហើយខ្ញុំនៅតែដាក់ភ្នែកឯងនិយាយទៅខ្ជូតពណ៌ណាក៏ខ្ជូតដែរឲ្យតែតឡើងហើយអញ្ចឹងទៅគឺស្រស់ស្អាតខ្លាំងមែនតែនអញ្ចឹងបងប្អូនកុំភ្លេចណាបើសិនជាចង់កំងបោះដុំលក់រាយកុំភ្លេចឆាតមកខ្ញុំអាចឆាតសួរតម្លៃអីបានណាហើយខ្ញុំស្វាគមន៍ជានិច្ចទោះបីជាឆាតហើយអត់ទិញក៏ដោយក៏ស្វាគមន៍ដែរបើសិនជាឆាតហើយអត់ទិញមានន័យថាបងប្អូនចាប់អារម្មណ៍ខាងខ្ញុំហីតិចទៀតគង់តែទិញទេអញ្ចឹងបងប្អូនចង់ដឹងតម្លៃអាចឆាតសួរបានណាមិនថាតម្លៃផ្កាតម្លៃថយទេអាចឆាតសួរបានហើយនិយាយទៅបោះដុំលក់រាយគ្រប់ប្រភេទឥឡូវថោយើងតម្លើងចិត្តរួចរាល់ហើយឥឡូវយើងដាក់
mọt ao dân tới chút khăn mình tèn đặc biệt dân từ lạng hơi khộp sọp tầng tới cứ sát mòn cho mới đặc biệt trong video á dân thưa đo vẹn ní dân đã snao dân setting snao là all dân đã bông bông thật này dân đã cắt về chỉ mù và hai ơi phần bật lọt năng mới dân sẽ có châu tới cứ đọ về ấp chân mà thì hay để dân hùng cam nhảy mà bị lỡ time thời chia còn lại đau ca năng tiết hợp tas an tiết bông bông ơi nè đặc biệt dân thưa hai sầm tập hoa để dân tụ bán á sát chỉ bị bên chặt mòn ở con trán bông bông thật này